អ្នកខ្លំមើលថាសភាគួរតែព្យួរតំណែងលោកហ៊ុនសែននិងលោកហ៊ុនម៉ាណែតទើបអាចបោះសម្អាតការឆបោកអនឡាញនៅកម្ពុជាបានយោងតាមការចុះផ្សាយរបស់វិទ្យុអស៊ីសេរីកាលពីថ្ងៃទី2ខែមេសាឆ្នាំ2025នេះអ្នកខ្លំមើលបានលើកឡើងថាប្រសិនបើលោកហ៊ុនម៉ាណែតចង់បោះសម្អាតក្រុមឧក្រិដ្ឋកម្មឆបោកអនឡាញឲ្យអស់ពីកម្ពុជាគឺត្រូវបង្ក្រាបប្រចាំគោលដៅលើមេខ្លោងធំៗដែលសហរដ្ឋអាមេរិកនិងបណ្ដាប្រទេសជាច្រើនទៀតបានរកឃើញថាប្រទេសកម្ពុជាបានផ្ដល់ទីតាំងឲ្យឧក្រិដ្ឋជនទាំងនោះធ្វើសកម្មភាពឆបោកនិងលាងលុយកខ្វក់នៅក្នុងប្រទេសកម្ពុជាលោកសឹងសែនករណាប្រធានអង្គការប្រជាធិបតេយ្យខ្មែរប្រចាំប្រទេសអូស្ត្រាលីថាការបង្ក្រាបកន្លងមកវាអត់ទាន់បានទៅដល់ចំណុចគោលដៅនៃមេឧក្រិដ្ឋជនទាំងអស់នោះទេហើយមេឧក្រិដ្ឋជនទាំងអស់នោះមានការជាប់សង្ស័យខាងសារព័ត៌មានអន្តរជាតិគេបានធ្វើការស៊ើបអង្កេតមានការជាប់ពាក់ព័ន្ធជាមួយក្មួយប្រុសលោកហ៊ុនសែនដែលជាមេដឹកនាំក្រុងភ្នំពេញគឺលោកហ៊ុនតូនិងមេអុកញ៉ាក្រាក់ដែលស្និទ្ធនឹងលោកហ៊ុនសែនមានអុកញ៉ាលីយ៉ុងផាត់លោកអុកញ៉ាកុកអាននិងអុកញ៉ាផ្សេងមន្ត្រីពាក់ព័ន្ធមួយចំនួនធំទៀតដែលមិនទាន់បានរកឃើញនិងមានវិធានការចំពោះបុគ្គលទាំងអស់នោះនៅឡើយទេសហរដ្ឋអាមេរិកនិងចក្រភពអង់គ្លេសកាលពីខែតុលាឆ្នាំ2025បានដាក់ទណ្ឌកម្មរួមគ្នាលើបណ្ដាញឧក្រិដ្ឋកម្មឆ្លងដែននៃក្រុមហ៊ុន Print Group របស់អុកញ៉ាជនជាតិចិនឈ្មោះ Chen Xi និងបពុរបស់ខ្លួនគឺក្រុមហ៊ុន Hui Wan Phe របស់អុកញ៉ាហ៊ុនតូដែលជាបងប្អូនជីដូនមួយរបស់លោកហ៊ុនម៉ាណែតពាក់ព័ន្ធការជួញដូរនិងការធ្វើទារុណកម្មឲ្យមនុស្សឆបោកតាមអនឡាញនិងលាងលុយកខ្វក់ដែលធ្វើឲ្យសហរដ្ឋអាមេរិកខាតបង់ប្រាក់ជាង$16,000 លានកាលពីខែមេសាលោកហ៊ុនម៉ាណែតបានប្រកាសនឹងលុបបំបាត់ទាំងស្រុងទីតាំងឆបោកតាមអនឡាញនៅក្នុងខែមេសានេះក្រោយពីរដ្ឋាភិបាលរបស់លោកបានបើកយុទ្ធនាការទ្រង់ទ្រាយធំឆ្មក់ចូលបង្ក្រាបទីតាំងឆបោកបានប្រហែលជា2,500 កន្លែងចំណែករដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោកសសុខាធ្លាប់បានអះអាងកាលពីខែកុម្ភៈថាមានជនបរទេសរាប់ម៉ឺននាក់ត្រូវបានបណ្តេញចេញពីកម្ពុជានិងប្រហែលជា200,000នាក់ទៀតបានចាកចេញពីកម្ពុជាដោយខ្លួនឯងដោយសារការបង្ក្រាបទីតាំងឆបោកអនឡាញទាំងនេះទោះយ៉ាងណាការបង្ក្រាបទាំងនេះត្រូវបានគេមើលឃើញថាមិនបានបញ្ឈប់ការឆបោកអនឡាញនៅកម្ពុជានោះឡើយលោកកឹមសុខអ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជាឯករាជ្យ$23ថាបើចង់បោសសម្អាតឲ្យស្អាតទាល់តែសមត្ថកិច្ចសភានិងតុលាការពិនិត្យលទ្ធភាពព្យួរតំណែងលោកហ៊ុនសែននិងលោកហ៊ុនម៉ាណែតហើយហៅអ្នកទាំងពីរទៅសាកសួរព្រមទាំងធ្វើការស៊ើបអង្កេតឲ្យស៊ីជម្រៅលោកថារបាយការណ៍របស់សហគមន៍អន្តរជាតិសុទ្ធតែបានបញ្ជាក់ថាឧក្រិដ្ឋកម្មអនឡាញនៅប្រទេសកម្ពុជាជាជំនួញកខ្វក់ប្រមូលលុយចិញ្ចឹមគណៈបកប្រជាជនកម្ពុជានិងអំណាចក្រុមគ្រួសារត្រកូលហ៊ុនម្ល៉េះហើយគឺពាក់ព័ន្ធទៅនឹងតំណែងរបស់លោកហ៊ុនសែននិងលោកហ៊ុនម៉ាណែតដែលជាមេគណៈបកប្រជាជនកម្ពុជានិងមេក្រុមគ្រួសារត្រកូលហ៊ុនកាលពីថ្ងៃទី26ខែមីនាចក្រភពអង់គ្លេសបានប្រកាសដាក់ទណ្ឌកម្មបន្ថែមទៀតលើជនជាតិខ្មែរនិងជនជាតិចិនចំនួន3រូបដែលបានបើកទីតាំងឆបោកអនឡាញដ៏ធំបំផុតនៅទីក្រុងពាណិជ្ជកម្មមានជ័យខេត្តព្រៃវែងជាប់ព្រំដែនប្រទេសវៀតណាមចក្រភពអង់គ្លេសបញ្ជាក់ថាទីតាំងនេះមានការជួញដូរមនុស្សធ្វើឲ្យកម្មករប្រហែលជា20,000នាក់នឹងជាប់ពាក់ព័ន្ធជាមួយក្រុមហ៊ុន Print Group ហើយកំពុងបន្តដំណើរការទោះជាមានការបង្ក្រាបពីរដ្ឋាភិបាលក្តីរាយការណ៍ព័ត៌មានដោយចម្បាតវិជាធនពីរដ្ឋាភិបាលកម្ពុជាឯករាជ្យ$23